ឥឡូវយើងមកមើលលើលំហាត់ប្រតិបត្តិទី9របស់យើងដែលមានពីរលំហាត់កនិងខแล้วលំហាត់កគេឲ្យយើងកំណត់តម្លៃ m ដើម្បីឲ្យ5 2m ដល់3ហើយនឹង30ជា3តួតគ្នានៃស្ទីក1000អញ្ចឹងកាលណាគេឲ្យកំណត់តម្លៃបែបនេះបាទយើងដឹងហើយចំនួន3តគ្នាកើតបានជាស្វីត1000បើសិនជាគេមាន A B C ជាស្វីត1000ជាស្វីត1000ចឹងជាស្វីត1000កាលណា A បូក C ស្មើនឹង2B បាទដែលយើងហៅថាផលបូកស្មើចម្ងាយពីទូចុងឬក៏គេអាចសរសេរម្យ៉ាងទៀតថា A បូក C លើ2ស្មើនឹង B ដែលយើងហៅវាថាជាមធ្យម1000អញ្ចឹងលំហាត់របស់យើងទាំងពីរយើងប្រើលក្ខណៈហ្នឹងបាទអញ្ចឹងបើសិនជាគេមាន m គេមាន5 2m ដល់3និង30ជា3តួតគ្នាស្វីត1000អញ្ចឹងយើងអាចសរសេរថាគេបានបាទ A បូក C បាទ A របស់យើងគឺស្មើនឹង5 B របស់យើងគឺ 2m ដល់3ហើយនឹង C គឺ30អញ្ចឹងយើងអាចសរសេរថា A បូក C អញ្ចឹងគឺ5បូក30ស្មើនឹង 2B អញ្ចឹងគឺ2កត្តានឹង 2m ដល់3យើងដោះស្រាយសមីការដើម្បីរក m អញ្ចឹង5បូក30គឺ35ស្មើនឹងបាទគុណ2ចូលយើងបាន 2m ដល់6បាទ 4m ដល់6អញ្ចឹងយើងដោះស្រាយសមីការនេះយើងបានគឺយក 4m សេ 4m នៅខាងមុខ 4m ស្មើនឹង35នៅដដែលយើងលើកដក6ឆ្លងអង្គយើងបានបូក6អញ្ចឹងយើងបាន m ស្មើនឹង35បូក6យើងបាន41លើ4បាទនេះជាតម្លៃ m ដូចនេះ m ស្មើ41លើ4លំហាត់ខកំណត់តម្លៃការបាទគេថាគេមានការដក2លើជាការ៉េការការ៉េនិងការបូក3លើជាការ៉េជា3តួតគ្នានៃស្វីត1000អញ្ចឹងយើងប្រើលក្ខណៈហ្នឹងគឺគេបានអីគេបាន A បូក C អញ្ចឹងគឺការដក2លើជាការ៉េបូកនឹង C គឺការបូក3លើជាការ៉េស្មើ 2B 2គុណនឹងការការ៉េបាទយើងពន្លាតអក្សរហ្នឹងទៅយើងបានពន្លាតនេះមុនប្រើរូបមន្ត A ដក B លើជាការ៉េអញ្ចឹងយើងបានការការ៉េដក2ដង AB អញ្ចឹងគឺ4ការបូក B ការ៉េ4បូកការបូក3លើជាការ៉េអញ្ចឹងយើងបានការការ៉េបូក6ការបូក9ស្មើនឹង2ការការ៉េ
dương thôi ca kiện ở ní chẳng ca cà rê bộ ca cà rê dương bán bí ca cà rê đọ buôn cá bộ nuôi cá dương bán bí cá 4 bột 9 យើងបាន13ស្មើនឹង2កាការ៉េដល់ត្រង់នេះយើងឃើញថាអង្គខាងឆ្វេងនិងអង្គខាងស្ដាំមាន2កាការ៉េដូចគ្នាអញ្ចឹងយើងអាចសម្រួលវាចោលអញ្ចឹងគឺនៅសល់2កាបូក13ស្មើ0បាទមានន័យថាយើងបោះ2កាយើងលើក2កាទៅខាងឆ្វេងយក2កាការ៉េដល់2កាការ៉េអស់អញ្ចឹងទាញរកកា2កាស្មើនឹងដក13ទាញរកកាគឺស្មើនឹងដក13លើ2បាទនេះជាចម្លើយ